ការដឹងគុណគឺជាអារម្មណ៍នៃដញ្ញូតាធម៌និងសេចក្តីរីករាយដែលបានទទួលនៅអ្វីដែលយើងយល់ថាជាអំណោយមិនថាអំណោយជាសម្ភារៈឬអ្វីមិនសំខាន់ក៏ដោយការបង្ហាញពីការដឹងគុណនៅពេលប្រឈមមុខនឹងស្ថានភាពជីវិតគឺជាយុទ្ធសាស្ត្រសម្របសម្រួលផ្លូវចិត្តខ្ពស់មួយព្រោះវាធ្វើឲ្យយើងបកស្រាយបទពិសោធន៍ប្រចាំថ្ងៃប្រកបដោយភាពវិជ្ជមានការស្រាវជ្រាវបានបង្ហាញថាបទពិសោធន៍នៃការដឹងគុណត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតខ្ពស់នៃសុខុមាលភាពនិងសុភមង្គលការដឹងគុណជំរុញទឹកចិត្តយើងឲ្យធ្វើសកម្មភាពនិងចូលរួមក្នុងសកម្មភាពដើម្បីជួយអ្នកដទៃបង្កើតគុណភាពដំណេកកាន់តែប្រសើរឡើងសុទិដ្ឋិនិយមនិងអារម្មណ៍នៃទំនាក់ទំនងសង្គមកាន់តែច្រើនការដឹងគុណជួយបង្កើនអារម្មណ៍នៃការតបស្នងជាមួយអ្នកដទៃអារម្មណ៍នៃការចែករំលែកអ្វីមួយជាមួយនរណាម្នាក់មកយើងវិញទៀតនៅពេលដែលយើងដឹងគុណយើងដឹងថាអ្នកដទៃបង្ហាញក្តីស្រឡាញ់ដែលគាត់មានចំពោះយើងហើយក្នុងពេលជាមួយគ្នានេះជំរុញឲ្យយើងធ្វើសកម្មភាពដូចគ្នាក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ